ជាដំបូងយើងចូលទៅក្នុង app Atomy ដែលមានអាស័យដ្ឋាន www.atomy.com/ke រួចយើងចូល My Office រួចយើងធ្វើការបំពេញលេខសម្គាល់រួចយើងធ្វើការបំពេញលេខសម្ងាត់រួចយើងធ្វើការចូលប្រើប្រាស់បន្ទាប់មកយើងធ្វើការត្រួតពិនិត្យមើលឈ្មោះតើត្រូវដែរឬទេរួចយើងធ្វើការចូលការទិញទំនិញ Atomy រួចយើងជ្រើសរើសផលិតផលដាក់ក្នុងកន្ត្រកមកយើងចុចយល់ព្រមរួចយើងធ្វើការជ្រើសរើសផលិតផលដែលយើងត្រូវការបន្ទាប់ទៀតដោយសារផេកយើងមាន4ផេកអញ្ចឹងយើងស្វែងរកនៅក្នុងទំព័រនឹងទាំងអស់គ្នានេះខ្ញុំឃើញហើយខ្ញុំយកប្រូបាតិច4ប្រអប់ខ្ញុំដាក់ក្នុងកន្ត្រកហើយខ្ញុំចុចយល់ព្រមរួចយើងចូលការទិញទំនិញ Atomy ដែលនៅខាងស្ដាំការទិញទំនិញដែលនៅខាងស្ដាំដៃរួចយើងធ្វើការធីកមុខទំនិញដែលយើងចង់បានរួចចុចកន្លែងខៀវនេះការចុចកន្លែងក្លោនខៀវហ្នឹងទៅរួចយើងធ្វើការបំពេញឈ្មោះរួចយើងធ្វើការបំពេញលេខទូរស័ព្ទរួចយើងធ្វើការជ្រើសរើសទីតាំងយើងដាក់នៅភ្នំពេញឬក៏នៅខេត្តអញ្ចឹងដោយសារតែអីវ៉ាន់នេះខ្ញុំដាក់ទៅតាមខេត្តអញ្ចឹងខ្ញុំចុចយកខេត្តបន្ទាប់មកគេមានដាក់ខេត្តយើងចុចលើខេត្តមកយើងរើសខេត្តដែលយើងចង់បានបន្ទាប់មកចុចស្រុកខណ្ឌរួចយើងធ្វើការបំពេញខាងក្រោមនឹងបញ្ជាក់អាស័យដ្ឋានបន្ថែមទៀតភូមិឃុំរួចយើងធ្វើការបង្រួមវាតូចបន្តិចមកយើងចុចកន្លែង KHQO អញ្ចឹងដោយសារតែវានៅ KHQR ហើយខ្ញុំអត់ចុចទៀតទេអញ្ចឹងយើងធ្វើការចុចកន្លែងក្នុងប្រអប់ខាងស្ដាំដៃបាទចាស់យល់ព្រមនឹងទូទាត់ឥឡូវនៅពេលនោះវាចេញផ្ទាំងព្រិលមួយហើយវាយើងមើលវាទៅវាឃើញ QR យើងតោះមកយើងថត QR នឹងព្រោះដោយសារខ្ញុំមានទូរស័ព្ទតែមួយអញ្ចឹងខ្ញុំចូលទៅ app ធនាគារ PPC Bank រួចយើងចូលកន្លែង screenshot ខ្ញុំវាយលេខកូដសម្ងាត់6ខ្ទង់រួចខ្ញុំធ្វើការចុចកន្លែងព្រួយនឹងដាក់ QR ហើយខ្ញុំជ្រើសរើសកន្លែងហ្វូតូរួចខ្ញុំជ្រើសរើស QR នឹងខ្ញុំចុចបញ្ជាក់បន្ទាប់មកយើងវាយលេខកូដ6ខ្ទង់ម្ដងទៀតអញ្ចឹងឃើញថាប្រតិបត្តិការរបស់យើងជោគជ័យយើងត្រឡប់មក page Atomy របស់យើងវិញ
ចឹងយើងចុចសូមបញ្ជាក់ពេលនោះវានឹងលោតលេខបញ្ជាទិញហើយនឹងការបញ្ជាទិញរបស់លោកអ្នកទទួលបានជោគជ័យអរគុណច្រើនសម្រាប់ការតាមដានទស្សនាទាំងអស់គ្នាហើយយើងធ្វើការ screenshot ទុកមួយទៅដើម្បីទុកផ្ទៀងផ្ទាត់អីវ៉ាន់ពេលដែលក្រុមហ៊ុនដឹងជូនក៏ដឹកមកអរគុណច្រើនជម្រាបលា